ភ្លៀងធ្លាក់ស្រាលនៅលើផ្លូវលំបាកជិតភូមិសាន់ហូសេពេលល្ងាចចាប់ផ្ដើមត្រជាក់សំឡេងសត្វឆ្កែប៉ះជើងសាំលើដីជាមួយសំឡេងខ្យល់បក់តាមដើមស្លឹកចេកមនុស្សភូមិនៅទីនោះធ្លាប់មានជីវិតសាមញ្ញងាយស្រួលតែពេលនេះអារម្មណ៍ស្ងប់ស្ងាត់នោះត្រូវបានបំបែកដោយការបាត់ខ្លួនអាថ៌កំបាំងរបស់ក្មេងស្រីម្នាក់ឈ្មោះអាណាលូសៀអាយុ9 ឆ្នាំអាណាជាកូនសិស្សថ្នាក់ទី3មានស្នាមញញឹមស្រស់និងសក់វែងស្រស់ស្អាតថ្ងៃបាត់ខ្លួននោះគាត់បានចេញពីផ្ទះទៅសាលាដោយស្លៀកអាវស៊េរីសាលាពណ៌និងស្លៀកស្បែកជើងក្រហមតូចដែលម្ដាយទិញឲ្យថ្ងៃកំណើតប៉ុន្តែយប់នោះគាត់មិនរលប់មកវិញទេម្ដាយគាត់ម៉ាលីណាបានទៅសួរមិត្តភក្តិគ្រប់គ្នាទៅដល់សាលាទៅដល់ទីផ្សារតែគ្មាននរណាមើលឃើញអាណាភូមិសាន់ហូសេមិនធ្លាប់មានអំពើបែបនេះប៉ូលីសជីភូមិបានចេញស៊ើបអង្កេតជាបន្ទាន់នៅថ្ងៃបន្ទាប់ក្មេងសិស្សនិងមិត្តភក្តិបាននិយាយថាឃើញអាណានៅជិតស្ទឹងជាប់ចំការបន្លែជាមួយក្មេងប្រុសម្នាក់ឈ្មោះអារវីនរ៉ាម៉ូសអាយុ14 ឆ្នាំអារវីនគឺជាក្មេងស្លូតតិចនិយាយហើយរស់ជាមួយយាយប៉ុន្មានឆ្នាំមកហើយបន្ទាប់ពីឪពុកម្ដាយផ្លាស់ទីទៅធ្វើការនៅទីក្រុងម៉ានីឡាគាត់ស្គាល់អាណាដូចជាមិត្តនៅសាលាប៉ុន្តែគាត់តែងតែស្ងៀមស្ងាត់នៅពេលប៉ប៉ូលីសសួរគាត់ឆ្លើយថាខ្ញុំមិនដឹងអីទេខ្ញុំតែឃើញគាត់នៅសាលាប៉ុន្តែសំឡេងបោះចោលនិងភ្នែកភ័យរបស់អារវីនធ្វើឲ្យមនុស្សភូមិចាប់ផ្ដើមសង្ស័យប៉ូលីសមិនមានភស្តុតាងទេប៉ុន្តែសារព័ត៌មានជាប្រចាំក្រុងដាវ៉ាវចាប់ផ្ដើមចូលភូមិដាក់កាមេរ៉ាសួរម្ដាយអាណាហើយសរសេររឿងចេញថាក្មេងស្រីអាយុ9 ឆ្នាំបាត់ខ្លួនអាចជាការលួចឬសម្លាប់ដោយក្មេងជិតខាងពួកពាក្យនោះបានផ្លាស់ប្ដូរភូមិស្ងៀមឲ្យคล้ายជាកន្លែងពោពេញដោយការភ័យខ្លាចនិងការចោទប្រកាន់យាយរបស់អាវីនឈ្មោះឡូឡាដារ៉ាចាប់ផ្ដើមគេងមិនលក់នាងយកចិត្តទុកដាក់លើចៅប្រុសនិងបិទផ្ទះមិនឲ្យនរណាមកជិតប៉ុន្តែសំឡេងមនុស្សនិយាយពីក្រៅរបងមិនឈប់ទេក្មេងនៅសាលាប្រាប់គ្នាថាអាវីនជាអ្នកធ្វើពេលគាត់ដើរចូលសាលាមនុស្សគ្រប់គ្នាមើលដោយភ័យនិងសង្ស័យគ្រូបង្រៀនម្នាក់ឈ្មោះមីរីយ៉ាដេឡាក្រូសជាអ្នកឆ្កេះចិត្តចំពោះអាវីននាងបានប្រាប់ប៉ូលីសថាអាវីនជាក្មេងមានបញ្ហាផ្នែកអារម្មណ៍ប៉ុន្តែគាត់មិនធ្វើអំពើអាក្រក់ទេក៏ប៉ុន្តែគ្មាននរណាចង់ស្ដាប់មនុស្សភូមិចង់បានចម្លើយពេលអាវីនត្រូវបញ្ចូលសំណួរតាមផ្លូវច្បាប់វាមានសារព័ត៌មានមកថតនិងអ្នកភូមិទាំងមូលឈរនៅក្រៅស្ថានីយ៍ប៉ូលីសនៅក្នុងបន្ទប់ស៊ើបអង្កេតអារវីនអង្គុយនៅលើកៅអីធំជាងខ្លួនភ្នែកគាត់ក្រហមពីការមិនគេងរាត្រីប៉ូលីសសួរគាត់ជាបន្តបន្ទាប់ថ្ងៃនោះអ្នកនៅណាអ្នកឃើញអាណាទេហេតុអ្វីមនុស្សនិយាយថាអ្នកនៅជិតស្ទឹងជាមួយនាងគាត់ឆ្លើយដោយសំឡេងទន់ក៏ខ្ញុំគ្រាន់តែឃើញនាងឈរនៅទីនោះហើយខ្ញុំទៅរកចម្ងាយមួយខ្ញុំមិនដឹងអីទេប៉ូលីសមើលគាត់ដោយមិនជឿតែគ្មានភស្តុតាងណាបង្ហាញថាគាត់ធ្វើអំពើអាក្រក់ការស៊ើបអង្កេតបន្តទៅជាច្រើនថ្ងៃការបាត់ខ្លួនរបស់អាណាក្លាយជារឿងធំប្រទេសប៉ុន្តែអាវីនត្រូវរស់នៅក្រោមសម្លេងចោទប្រកាន់ដែលគាត់មិនអាចបំបត្តិបានយីឡូឡាដារ៉ាចាប់ផ្ដើមមានជំងឺបេះដូងព្រោះការបារម្ភម្ដាយអាវីនទូរស័ព្ទមកពីម៉ានីឡាប្រាប់ថានឹងត្រឡប់មកភូមិប៉ុន្តែគាត់មិនដឹងថាត្រូវជួបអ្វីនៅទីនោះនៅយប់នោះអាវីនចេញទៅក្រៅផ្ទះនៅក្រោមភ្លៀងសម្លេងខ្យល់បក់លើដើមឈើគាត់មើលទៅលើមេឃហើយនិយាយសូរស្បែកតែហេតុអ្វីគេមិនជឿខ្ញុំទេគឺភ្លៀងកាន់តែធ្លាក់ខ្លាំងខណៈពេលនោះស្រាប់តែមានរថយន្តប៉ូលីសមកចតនៅមុខផ្ទះប៉ូលីស2នាក់ចូលមក knocking តង់អារវីនឈប់ភ្ញាក់ផ្អើលខណៈយីឡូឡាដារ៉ាដើរចេញជាមួយអារម្មណ៍ភ័យស្លន់ស្លោយើងចង់សួរអំពីរឿងថ្មីមួយទៀតប៉ូលីសនិយាយមានក្មេងស្រីម្នាក់ទៀតបាត់ទៅភូមិសាន់ហូសេដែលធ្លាប់ស្ងប់ស្ងាត់ឥឡូវក្លាយជាទីក្រុងភ័យខ្លាចហើយអារវីនក្លាយជាមនុស្សតែម្នាក់ដែលសង្គមចង់ឲ្យទទួលខុសត្រូវសូម្បីតែគ្មានភស្តុតាងថ្ងៃបន្ទាប់ពីយន្តប៉ូលីសចាក់ចេញភូមិសាន់ហូសេមិននៅស្ងៀមដូចមុនទៀតសារព័ត៌មានពីទីក្រុងដាវ៉ាបានចូលមកជាមួយកាមេរ៉ានិងម៉ៃក្រូហ្វូនសួរមនុស្សគ្រប់គ្នាអំពីកូនក្មេងប្រុសអាយុ14 ឆ្នាំដែលជាសង្ស័យនាំឲ្យក្មេងបាត់ខ្លួនជាថ្មីពាក្យបែបនោះលេចក្នុងចំណងជើងទស្សនាវដ្តីនិងលើបណ្ដាញសង្គមមនុស្សភូមិមួយចំនួនចាប់ផ្ដើមជៀសវាងយីឡូឡាដារ៉ាមនុស្សដែលលោកជាមិត្តនឹងនាងនៅទីផ្សារឥឡូវមើលនាងដោយភ្នែកស្ងៀមបរិះម្នាក់នៅជិតផ្ទះនិយាយសូរស្បែកមើលទៅចៅប្រុសនាងពិតជាមានអីមែនដែរពេលសួរអ្វីគេមើលដូចមិនស្រួលចិត្តឡូឡាដារ៉ាកាន់កូនសៀវភៅសរសេរផ្លូវអធិស្ឋានជារៀងរាល់ព្រឹកនាងជឿថាព្រះនឹងជួយបង្ហាញការពិតតែពេលគាត់ឃើញអារវីនអង្គុយស្ងៀមម្នាក់ឯងក្នុងផ្ទះនាងចាប់ផ្ដើមយល់ថាក្មេងនេះកំពុងទទួលអារម្មណ៍បំបត្តិជីវិតចិត្តថ្ងៃមួយអ្នកសារព័ត៌មានម្នាក់ឈ្មោះលូកាសម៉ារីណូមកសួរអាវីនគាត់ជាបុរសវ័យ30ជាងស្លៀកអាវពណ៌ប្រផេះស្លៀកខោខ្មៅសាមញ្ញគាត់មិនដូចអ្នកសារព័ត៌មានផ្សេងទេគាត់មើលមុខអាវីនដោយភាពទន់ភ្លន់ហើយនិយាយសំឡេងស្ងប់ខ្ញុំមកសួរអ្នកមិនមែនដើម្បីចោទប្រកាន់ទេប៉ុន្តែដើម្បីយល់អ្នកអាចប្រាប់ខ្ញុំថាអ្វីកើតឡើងថ្ងៃនោះទេអាវីនស្ទាក់ស្ទើរគាត់មើលទៅលូកាសហើយប្រាប់ថាគាត់ត្រឹមតែឃើញអាណានៅជិតស្ទឹងហើយបន្ទាប់មកទៅសាលាគាត់មិនទាន់បាននិយាយអ្វីទៅនាងសោះលូកាសសរសេរចុះលើកំណត់ចំណាំហើយនិយាយថាក៏ខ្ញុំជឿថាក្មេងអាចត្រូវបានចោទប្រកាន់ដោយសារសង្គមមិនយល់ពីពួកគេខ្ញុំនឹងស្រាវជ្រាវជួយអ្នក
សន្ទុះនោះធ្វើឲ្យអារវីនមានកម្លាំងចិត្តឡើងវិញជាលើកដំបូងគាត់មានអារម្មណ៍ថាមាននរណាម្នាក់ជឿថាគាត់មិនមែនជាមនុស្សអាក្រក់ប៉ុន្តែការស៊ើបអង្កេតបន្តទៅមុខប៉ូលីសរកឃើញថាក្មេងស្រីទី2ដែលបាត់ខ្លួនឈ្មោះសារ៉ាមេនដូសាក៏ស្គាល់អារវីនផងដែរពួកគេជាសិស្សស្នៅសាលាដូចគ្នានេះធ្វើឲ្យការសង្ស័យកាន់តែធំគ្រូបង្រៀនមេរីយ៉ាដែលធ្លាប់ការពារអារវីនត្រូវបានអញ្ជើញទៅសាកសួរនាងប្រាប់ប៉ូលីសថាក្មេងនេះមានបញ្ហាផ្លូវចិត្តតិចព្រោះធ្លាប់ឃើញឪពុកម្ដាយជេរគ្នាប្រកែប្រកង់មុនពេលបែកគ្នាតែគាត់មិនធ្លាប់ធ្វើអ្វីអាក្រក់គាត់ស្លូតណាស់ប៉ូលីសមិនទទួលយកពាក្យនោះជាសក្ខីភាពពេញលេញពួកគេចាប់ផ្ដើមតាមដានទំនាក់ទំនងគ្រួសាររបស់អារវីននិងយកទូរស័ព្ទគាត់ទៅពិនិត្យលូកាសអ្នកសារព័ត៌មានបានទៅសាកសួរមិត្តភក្តិអារវីននៅសាលាមនុស្សមួយចំនួននិយាយថាអារវីនជាក្មេងស្ងៀមតែចូលចិត្តគូររូបនិងចេះជួសជុលម៉ាស៊ីនតូចក្មេងម្នាក់ឈ្មោះមីតេអូបាននិយាយថាគាត់មិនសូវសប្បាយចិត្តនៅពេលមនុស្សណានិយាយអំពីឪពុកគាត់និយាយថាឪពុកទៅធ្វើការតែពិតគឺចាក់ចេញទៅជាមួយស្ត្រីផ្សេងលូកាសសរសេរចុះហើយគាត់ចាប់ផ្ដើមយល់ថាការសង្ស័យដែលកើតចំពោះក្មេងអាយុ14ឆ្នាំនេះកើតចេញពីការយល់ខុសនិងអាកប្បកិរិយាដែលសង្គមមិនយល់នៅថ្ងៃសៅរ៍មួយអាវីនចេញទៅដើរជាមួយយាយនៅទីផ្សារមនុស្សមើលគាត់ដូចមើលអ្នកបរទេសប៉ុន្តែមានស្ត្រីម្នាក់ឈ្មោះសូលីណាជាម្ចាស់ហាងកាហ្វេតូចមួយបាននិយាយទៅយាយថាក្មេងនេះអភ័យទោសជាច្រើនពេលខ្ញុំឃើញភ្នែកគាត់ខ្ញុំដឹងថាគាត់មិនអាក្រក់ទេពាក្យនោះធ្វើឲ្យយីឡូឡាងើបភ្នែកឡើងមានទឹកភ្នែកតិចនាងនិយាយថាសូមអរគុណអ្នកស្រីមិនមាននរណានិយាយបែបនេះអស់រយៈពេលជាច្រើនសប្តាហ៍យប់នោះអារវីនអង្គុយគូររូបនៅក្នុងសៀវភៅចាស់គាត់គូររូបអាណានិងសារ៉ាដូចមិត្តភក្តិដែលគាត់ស្រឡាញ់នៅក្បែរនោះគាត់បានសរសេរពាក្យខ្លីមួយពេលមនុស្សមិនជឿអ្នកទោះអ្នកនិយាយពិតក៏ពិតនៅតែជាការពិតនៅចុងសប្តាហ៍នោះដំណឹងថ្មីចេញពីទីក្រុងជិតខាងក្មេងស្រីម្នាក់ទៀតត្រូវបានរកឃើញមានជីវិតសុខសាន្តប៉ុន្តែត្រូវបាននាំទៅដោយសាច់ញាតិមិនមែនការចាប់ខ្លួនឬឃាតកម្មទេពេលដំណឹងនោះចេញវាបានធ្វើឲ្យមនុស្សភូមិចាប់ផ្ដើមស្ងប់មនុស្សខ្លះចាប់ផ្ដើមគិតថាប្រហែលពួកគេបានចាប់ប្រកាន់មនុស្សខុសលូកាសចេញផ្សាយអត្ថបទមួយចំណងជើងថាកុក្មេងប្រុសដែលសង្គមមិនស្ដាប់អត្ថបទនោះលេចឡើងលើបណ្ដាញសង្គមនិងទូរទស្សន៍វាបង្ហាញពីការមានអារម្មណ៍បញ្ហាគ្រួសារនិងសង្គមដែលធ្វើឲ្យក្មេងតូចម្នាក់ក្លាយជាជនសង្ស័យដោយគ្មានមូលហេតុយាយឡូឡាតារ៉ាអានអត្ថបទនោះដោយទឹកភ្នែកនាងថ្វាយអធិស្ឋានក្នុងបន្ទប់កណ្ដាលផ្ទះនិងនិយាយថាព្រះម្ចាស់សូមឲ្យមនុស្សស្គាល់ចិត្តសុចរិតរបស់ចៅខ្ញុំគឺនៅពេលនេះរឿងមិនទាន់ចប់ទេនៅទីរោងចិត្តខាងប៉ូលីសរកឃើញភស្តុតាងថ្មីមួយដែលអាចបង្ហាញថាមានមនុស្សពេញវ័យសង្ស័យជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនទាំងអស់ហើយលូកាសក៏កំពុងត្រៀមទៅទីនោះដើម្បីស៊ើបអង្កេតជាមួយអារវីនភ្លៀងកំពុងធ្លាក់ស្រាលលើដំបូលស៊ុំដែកអារវីនមើលចេញពីបង្អួចហើយនិយាយសំឡេងទន់ទៅយាយប្រសិនបើថ្ងៃមួយពួកគេចាប់អារម្មណ៍លើការពិតមិនមែនលើការសង្ស័យតើជីវិតយើងនឹងល្អប្រសើរឡើងទេឡូឡាតារ៉ាញឹមស្រាលពេលព្រះម្ចាស់ឲ្យពន្លឺចេញព្រលឹមនឹងមកដល់អ្នកត្រូវតែរងចាំវាអារវីនសំឡេងភ្លៀងនៅក្រៅបន្តធ្លាក់សូរស្រទាប់ព្រលឹងភូមិសាន់ហូសេនៅតែស្ងៀមតែសង្ឃឹមបានចាប់ផ្ដើមលេចឡើងតិចព្រឹកមួយក្តៅស្រហឹមនៅភូមិសាន់ហូសេប៉ូលីសពីទីក្រុងដាវ៉ាបានមកម្ដងទៀតពេលនេះមិនមែនដើម្បីសួរអារវីនទេប៉ុន្តែដើម្បីប្រាប់លទ្ធផលស៊ើបអង្កេតថ្មីមន្ត្រីឈ្មោះកាព្រៀលម៉ាណូសាបាននិយាយជាមួយយាយឡូឡានិងអារវីននៅលើសោផ្ទះយើងរកឃើញភស្តុតាងបង្ហាញថាករណីបាត់ខ្លួនរបស់ក្មេងមិនតាក់ទងនឹងអារវីនទេមានបុរសម្នាក់ធ្លាប់ធ្វើការជាអ្នកថែទាំសាលាហើយឥឡូវគេចពួកយើងកំពុងតាមរកគាត់ពេលនោះយីឡូឡាយំដោយសេចក្តីសប្បាយចិត្តអារវីនស្ទើរតែមិនជឿភ្នែកការសង្ស័យដែលធ្លាប់បង្ហាប់លើគាត់ស្ទើរតែបាត់ទៅប៉ុន្តែការសប្បាយមិនទាន់ទាំងស្រុងមនុស្សជាច្រើននៅភូមិនៅតែជៀសវាងគាត់សារព័ត៌មានមួយចំនួននៅតែសរសេរពីគាត់ដោយប្រើពាក្យថាវាសង្ស័យមុនឬក៏ក្មេងដែលត្រូវបានចាប់ប្រកាន់អារវីនមិនទាន់បានស្ងប់ចិត្តទេលូកាសអ្នកសារព័ត៌មានដែលជាមិត្តគាត់ធ្វើដំណើរមកជួបគាត់ម្ដងទៀតគាត់និយាយថាខ្ញុំទើបបានឃើញឯកសារថ្មីបុរសដែលប៉ូលីសកំពុងតាមគឺអតីតអ្នកជួសជុលម៉ាស៊ីនកៅអីសាលាឈ្មោះអេឌីម៉ាសូរ៉ាគាត់ធ្លាប់ត្រូវដកចេញពីការងារដោយសារបំពានលើក្មេងស្រីម្នាក់នៅឆ្នាំមុនអារវីនស្ដាប់ពាក្យនោះដោយភ្ញាក់ផ្អើលគាត់ចាំបានថាអេឌីធ្លាប់និយាយជាមួយគាត់ខ្លះពេលនៅសាលាបុរសនោះស្មោះសំនឹងក្មេងតែភ្នែកគាត់តែងតែប៉ោះមើលបែបចម្លែកខ្ញុំចាំបានគាត់សរសេរនៅលើស្លឹកក្រដាសថាមនុស្សគ្រប់គ្នាមានអាថ៌កំបាំងខ្ញុំគិតថាវាជាការលេងសើចអារវីននិយាយស្រាលលូកាសបញ្ចេញសំឡេងស្រទន់គេប្រសិនបើពួកយើងអាចរកឃើញគាត់ការពិតនឹងចេញស្រឡះតែអារវីនអ្នកត្រូវតែរឹងមាំយើងនឹងត្រូវឆ្លងកាត់ភ្លៀងមួយទៀតសប្តាហ៍បន្ទាប់ប៉ូលីសប្រកាសថារកឃើញផ្ទះបោះបង់មួយនៅទីក្រុងហើយមានសម្ភារៈជាច្រើនស្រដៀងនឹងភស្តុតាងករណីបាត់ខ្លួននៅលើជញ្ជាំងមានគំនូរតូចដែលស្រដៀងនឹងស្នាមដៃក្មេងពួកគេយកទៅធ្វើតេស្តពេលដំណឹងចេញអារវីនមានអារម្មណ៍ថាផ្លូវទៅរកសេចក្តីសុចរិតចិត្តមកដល់តែគាត់ក៏ខ្លាចពេលយប់គាត់ស្ដាប់សំឡេងភ្លៀងធ្លាក់លើដំបូលហើយនឹកឃើញរូបអាណា
នឹងសារ៉ាគាត់និយាយក្នុងចិត្តគឺសូមឲ្យពួកគេបានសន្តិភាពខ្ញុំសូមទោសដែលមិនអាចជួយពួកគេបានយីឡូឡាក៏អង្គុយអធិស្ឋានជាមួយគាត់នាងនិយាយថាព្រះអម្ចាស់មិនដែលចោលអ្នកសុចរិតទេសូម្បីតែពេលសង្គមមិនស្ដាប់ព្រះនៅតែស្ដាប់ទេមួយយប់ក្រោយមកលូកាសទទួលបានសារមួយតាមទូរស័ព្ទវាបានផ្ដល់ទីតាំងដែលគេជឿថាអេឌីកំពុងលាក់ខ្លួននៅភូមិតូចមួយជាប់ព្រៃគាត់មិនទាន់ប្រាប់ប៉ូលីសភ្លាមទេតែសម្រេចចិត្តទៅជាមួយអារវីននិងយីឡូឡាដើម្បីពិនិត្យមើលជាមុនពេលឡានរបស់ពួកគេរត់តាមផ្លូវគ្រួសខ្មៅជាប់ព្រៃសូសัจចរាត្រីច្រៀងស្ទើរតែមិនដាច់អារវីនអង្គុយស្ងៀមនៅក្បែរវិញ្ញាណយាយគាត់កាន់ខ្សែសរសៃសង្ស័យនិងសេចក្តីសង្ឃឹមចូលគ្នាពេលដល់កន្លែងគេឃើញផ្ទះបោះបង់មួយដំបូលពុកនិងជញ្ជាំងពណ៌ប្រផេះលូកាសយកអំពូលដៃចំហៀងទៅមើលនៅលើជញ្ជាំងមានអក្សរទ្រង់ទ្រីធំសរសេរដោយពណ៌ខ្មៅអាថ៌កំបាំងមិនត្រូវបានលុបចោលទេតែត្រូវបានរកឃើញអារវីនគ្រឿងភ័យប៉ុន្តែគាត់ស្ដាប់សំឡេងលូកាសនិយាយស្រទន់គីនេះជាកន្លែងដែលអេឌីធ្លាប់នៅប៉ូលីសនឹងមកលើកក្រោយពេលនោះគាត់ទៅសំឡេងចលាចលនៅខាងក្រោយមនុស្សម្នាក់កំពុងរត់ចេញពីបន្ទប់ក្រោយលូកាសស្ដាប់ឬសំឡេងថាឈប់ប៉ុន្តែបុរសនោះរត់ចេញទៅក្នុងព្រៃប៉ូលីសដែលតាមមកក្រោយចាប់បានចិត្តភ្លាមបុរសនោះគឺអេឌីម៉ាសូរ៉ានៅពេលគេនាំគាត់ទៅស្ថានីយ៍គាត់សារភាពថាគាត់ជាអ្នកតាក់ទាញក្មេងនោះតែគាត់សុំទោសនិងនិយាយថាក៏ខ្ញុំមិនចង់ឃាតនរណាទេប៉ុន្តែពេលគេភ័យគេរត់ខ្ញុំខូចចិត្តពេលសារព័ត៌មានផ្សាយដំណឹងនេះប្រទេសហ្វីលីពីនទាំងមូលចាប់ផ្ដើមរំភើបអារវីនត្រូវបានសម្ភាសជាថ្មីពេលអ្នកសារព័ត៌មានសួរថាតើអ្នកចង់និយាយអ្វីទៅមនុស្សដែលធ្លាប់ចោទអ្នកគាត់និយាយសំឡេងស្ងប់ខ្ញុំមិនចង់គេនិយាយសូមទោសទេខ្ញុំគ្រាន់តែសង្ឃឹមថាពេលក្រោយពួកគេនឹងស្ដាប់មុននឹងសន្និដ្ឋានលូកាសបញ្ចេញអត្ថបទថ្មីឈ្មោះថាពន្លឺចុងងឹតក្មេងដែលសង្គមធ្លាប់ភ្លេចអត្ថបទនោះបានទទួលការចែករំលែករាប់ម៉ឺនលើបណ្ដាញវាបានបង្ហាញភាពស្មោះត្រង់សេចក្តីស្រឡាញ់និងការយល់អំពីស្ថានភាពក្មេងដែលត្រូវរងការចោទប្រកាន់ដោយគ្មានមូលហេតុនៅចុងរឿងនេះអារវីននៅសាលាថ្មីមុខជូរចត់តែភ្នែកមានពន្លឺគាត់គូររូបថ្មីមួយបង្ហាញក្មេងពីរនាក់កំពុងលេងនៅក្រោមដើមឈើនៅខាងក្រោមគាត់សរសេរថាពេលពន្លឺមកដល់អង្សាមេឃនឹងបាត់ប៉ុន្តែសេចក្តីសង្ឃឹមនៅតែភ្លឺក្នុងចិត្តមនុស្សយីឡូឡាអង្គុយនៅជិតប៉ះក្បាលចៅប្រុសស្រទន់ហើយនិយាយថាក្បាទពន្លឺចុងងឹតមកដល់ហើយកូនអារវីនក៏ភ្លៀងឈប់ធ្លាក់អាកាសបរិសុទ្ធស្រស់ស្រាយលើភូមិសាន់ហូសេជីវិតថ្មីចាប់ផ្ដើមឡើងវិញរដូវភ្លៀងនៅហ្វីលីពីនកន្លងផុតទៅជាមួយសំណើមនិងស្នាមសោកភូមិសាន់ហូសេដែលធ្លាប់មានសម្លេងសង្ស័យឥឡូវស្ងៀមស្ងាត់ជាមួយក្លិនផ្កាឡាវង់ឌឺនៅតាមរបងក្មេងចាប់ផ្ដើមលេងនៅសួនសាធារណៈវិញតែសម្រាប់អារវីនរដូវថ្មីមិនមែនមានន័យថាការចាប់ផ្ដើមងាយស្រួលទេពេលព្រឹកគាត់ទៅរៀននៅសាលាថ្មីនៅទីក្រុងមួយជិតដាវ៉ាវគាត់ពាក់អាវសិស្សពណ៌ស្លៀកខោខ្មៅស្អាតតែភ្នែកគាត់នៅតែស្ងប់គ្រូថ្មីឈ្មោះមេដុំរ៉ូសាឡេងឃើញសិស្សម្នាក់នេះមិនសូវនិយាយនិងមិនចូលរួមលេងជាមួយគេនាងបានអញ្ជើញគាត់មកជែកនៅសាលារៀនក្រោយម៉ោងរៀនមួយថ្ងៃអារវីនខ្ញុំបានអានអំពីរឿងអ្នកតែខ្ញុំមិនចង់ឲ្យអ្នកមានអារម្មណ៍ថាអ្នកគឺជាអ្នករងគ្រោះទេអ្នកជាមនុស្សដែលរស់រានហើយអ្នកអាចក្លាយជាអ្នកជួយដល់អ្នកដទៃបានពាក្យនោះបានប៉ះពាល់ដល់ចិត្តអារវីនពេលនោះគាត់ចាប់ផ្ដើមគិតថាប្រហែលជាខ្លួនអាចប្រើរឿងដ៏ឈឺចាប់នោះដើម្បីជួយអ្នកដទៃដែលរងទុក្ខដោយគាត់បន្ទាប់ពីខែ3អារវីនចូលរួមកម្មវិធីសិក្សាអំពីសុខភាពផ្លូវចិត្តសម្រាប់ក្មេងវ័យជំទង់នៅទីនោះគាត់ជួបក្មេងជាច្រើនដែលធ្លាប់មានអារម្មណ៍ឯកោឬត្រូវសង្គមបដិសេធគាត់មិននិយាយច្រើនទេប៉ុន្តែពេលគាត់និយាយពាក្យគាត់ធ្វើឲ្យមនុស្សទាំងនោះស្ងៀមស្ងាត់ស្ដាប់គូខ្ញុំធ្លាប់ត្រូវចោទថាជាមនុស្សអាក្រក់ដោយគ្មានភស្តុតាងប៉ុន្តែខ្ញុំបានរៀនថាពេលអ្នកមិនឲ្យអារម្មណ៍របស់អ្នកត្រូវកាន់ដោយសេចក្តីសង្ស័យអ្នកអាចរស់ជាអ្នកមានពន្លឺសន្តិនោះធ្វើឲ្យអ្នកចូលរួមជាច្រើនយំគាត់ខ្លាចជាក្មេងដែលគ្រូនិងសិស្សគោរពនៅផ្ទះយីឡូឡាតារ៉ាកាន់ក្រដាសពេញនឹងអត្ថបទដែលលូកាសបានបោះពុម្ពជាសៀវភៅចំណងជើងពន្លឺចុងងឹតគឺសៀវភៅនោះពោពេញដោយរឿងពិតអំពីអារវីននិងអត្ថន័យនៃការយកចិត្តពេលនាងអានដល់ទំព័រមួយដែលសរសេរថាការយកចិត្តជារូបរាងនៃសេចក្តីស្រឡាញ់គីនាងញឹមហើយសូត្រចិត្តថាអារវីនកំពុងធ្វើឲ្យព្រះអម្ចាស់អបអរសាទរខ្លួនគឺលូកាសក៏មកភូមិជាញឹកញាប់ដើម្បីមើលសុខសាន្តគ្រួសារគាត់ប្រាប់អារវីនថាបើគាត់ចង់អាចទៅរៀនសារព័ត៌មានឬសិល្បៈដើម្បីប្រើសម្លេងជួយអ្នកដទៃអារវីននិយាយថាខ្ញុំចង់សរសេរពីក្មេងដែលមិនបានស្ដាប់ខ្ញុំចង់ឲ្យពិភពលោកស្ដាប់ពួកគេពេលយប់មួយអារវីនអង្គុយនៅក្រោមដើមត្នោតជាមួយយីឡូឡាខ្យល់បក់ស្រាលសូរស័ព្ទព្រៃត្រជាក់ស្រួលត្រជាក់អារវីនយកសៀវភៅសរសេររឿងរបស់គាត់និងគូររូបក្មេងដែលសប្បាយនៅខាងក្រោមគាត់សរសេរថាดูមនុស្សមិនអាចជៀសពីសេចក្តីងឹតប៉ុន្តែអាចជ្រើសរើសមិនឲ្យវាអណ្ដែតក្នុងចិត្តយីឡូឡានិយាយស្រទន់គូព្រះអម្ចាស់បានផ្លាស់ប្ដូរឈាមទុកអ្នកជាស្នាមស្រស់កូនអារវីនកូនក្លាហានជាងដែលយាយស្រមៃអារវីនញឹមភ្នែកគាត់ចិញ្ចឹមពន្លឺដូចអង្គាររបស់ថ្ងៃថ្មី3ឆ្នាំក្រោយមកអារវីនអាយុ17ឆ្នាំទទួលបានពានសរសើរពីមន្ទីរអប់រំសម្រាប់ការបង្ហាញសុន្ទរកថា
វាសង្គមដែលស្ដាប់ក្មេងសុនត្រកថានោះបញ្ចប់ដោយពាក្យសាមញ្ញតែមានអត្ថន័យជ្រៅក្មេងម្នាក់អាចស្ដាប់សំឡេងខ្យល់ហើយគិតថាវាជាសូរស្នេហាប៉ុន្តែបើមនុស្សធំមិនស្ដាប់ក្មេងទេពិភពលោកនឹងបាត់សូរស្នេហានោះគឺមនុស្សទាំងអស់នៅសាលាឈរឡើងតែដៃអាវីនដើរចុះពីឆាកបើកក្រដាសតូចមួយក្នុងដៃវាជារូបអាណានិងសារ៉ាដែលគាត់គូររយៈពេល3ឆ្នាំមុនគាត់ញឹមហើយនិយាយសូត្រចិត្តថាសូមឲ្យពន្លឺពួកអ្នកនៅជាមួយខ្ញុំជានិច្ចពេលយប់អាវីននៅតែសំឡេងស្រែកក្នុងសុបិនសូសារ៉េនិងអាណាដូចជាអំពីវនីវគាត់ការងារជាអ្នកស្រាវជ្រាវកុមារផ្លូវចិត្តធ្វើឲ្យគាត់ជួបករណីស្រដៀងគ្នាមានក្មេងប្រុសម្នាក់ឈ្មោះម៉ារីសុនអាយុ12ឆ្នាំត្រូវបានចោទថាបានចាក់មិត្តសហសាលាករណីនេះធ្វើឲ្យអាវីនរំខានចិត្តខ្លាំងគាត់ស្នើសុំចូលរួមជាជំនួយការផ្លូវចិត្តក្នុងករណីនេះនៅពេលជួបម៉ារីសុនក្នុងបន្ទប់ពិភាក្សាអាវីនឃើញភ្នែកដែលស្រដៀងនឹងរបស់ខ្លួននៅអាយុ14ឆ្នាំភ្នែកដែលមានភាពខ្លាចប៉ុន្តែជាមួយភាពលាក់លៀមនៃការព្យាយាមជឿថាក៏ខ្ញុំមិនអាក្រក់ទេអាវីនម៉ារីសុនអ្នកមានអារម្មណ៍យ៉ាងណាពេលគេនិយាយថាអ្នកជាមនុស្សអាក្រក់ម៉ារីសុនខ្ញុំគិតថាពេលខ្លះពួកគេត្រឹមតែខកខានមិនស្ដាប់ខ្ញុំទេពាក្យនោះធ្វើឲ្យអាវីនត្រឡប់ទៅអតីតកាលពេលគាត់ត្រូវគេប្តឹងដោយគ្មានភស្តុតាងបេះដូងគាត់រំខានតែគាត់និយាយស្រទន់ក៏ខ្ញុំយល់ហើយហេតុនេះហើយដែលខ្ញុំស្នើសុំឲ្យពិភាក្សាដោយស្ដាប់អ្នកមុននឹងសម្រេចក្រោយការសិក្សាអាវីនរកឃើញថាម៉ារីសុនមានបញ្ហាផ្លូវចិត្តចេញពីការគ្មានម្ដាយនិងការបំពានដោយឪពុកចុងករណីនេះបង្ហាញថាការបង្ហាញអំពើហិង្សាមិនមែនមកពីសេចក្តីអាក្រក់ទេប៉ុន្តែជាផលនៃស្នាមរបួសមិនអាចព្យាបាលមួយយប់ក្រោយមកអាវីនត្រឡប់ទៅសួនកាលពីក្មេងកន្លែងដែលសារ៉េនិងអាណាត្រូវបានស្លាប់គាត់អង្គុយលើសាឡុងចាស់យំស្រទន់លៀងស្រាលធ្លាក់ចុះគាត់និយាយទៅក្នុងខ្យល់ក៏ខ្ញុំគិតថាខ្ញុំអាចរស់ដោយមិនត្រូវតស៊ូជាមួយអតីតកាលតែពិតប្រាកដហើយខ្ញុំត្រូវរស់ជាមួយវាដើម្បីកុំឲ្យក្មេងដទៃរងដូចខ្ញុំភ្លៀងធ្លាក់តាមភ្នែកគាត់ដូចជាការលាងចោលអារម្មណ៍ទុកជ្រៅប៉ុន្មានខែបន្ទាប់អាវីនបង្កើតមជ្ឈមណ្ឌលមួយឈ្មោះបេដងស្តាប់យីនៅទីក្រុងដាវ៉ាវវាជាកន្លែងទទួលក្មេងដែលមានបញ្ហាផ្លូវចិត្តឬត្រូវគេបដិសេធគាត់ប្រើប្រាស់ជីវិតរបស់ខ្លួនជាគំរូសម្រាប់ក្មេងទាំងនោះគាត់និយាយក្នុងពិធីបើកខ្ញុំមិនមែនជាមនុស្សល្អល្អិតទេតែខ្ញុំជាមនុស្សដែលបានឃើញភាពងឹតនិងសម្រេចចិត្តមិនឲ្យវាគ្រប់គ្រងប្រសិនបើពន្លឺតូចមួយអាចបំភ្លឺភាពងឹតបានក៏ចិត្តមនុស្សម្នាក់អាចផ្លាស់ប្ដូរពិភពលោកបានដែរមនុស្សជាច្រើនយំពីអ្នកបង្រៀនដល់អ្នកចូលរួមទូរទស្សន៍ក្នុងស្រុកផ្ដល់ឱកាសឲ្យអាវីននិយាយអំពីបទពិសោធន៍នេះជាសាធារណៈនៅចុងរដូវក្តៅអាវីនទទួលសម្បត្តិមួយពីមិត្តចាស់លូកាសអាវីនខ្ញុំបានទៅថតភាពយន្តឯកសារអំពីអ្នកវានឹងមានចំណងជើងថាខ្ញុំចង់ពិភពលោកឃើញថាក្មេងដែលធ្លាប់រងទុក្ខអាចក្លាយជាមនុស្សដែលស្ដាប់ជ្រៅជាងគេពេលអាវីនអានសម្បត្តិនោះគាត់ញឹមស្រាលខ្យល់បក់ពីសមុទ្រមកទៀតមានសូរស័ព្ទតូចបោកលើស្លឹកគាត់ដកដង្ហើមជ្រៅហើយសរសេរឆ្លើយតបគឺលូកាសខ្ញុំមិនចង់ឲ្យរឿងនេះក្លាយជារឿងសោកទេខ្ញុំចង់ឲ្យវាជារឿងអំពីសេចក្តីសង្ឃឹមព្រោះជីវិតមិនមែនចប់នៅពេលដែលអំពើអាក្រក់កើតឡើងទេតែចាប់ផ្ដើមនៅពេលយើងសម្រេចចិត្តស្រឡាញ់វិញយប់មួយក្រោយមកអាវីនស្ដាប់សូរខ្យល់គាត់ទៅសូរស្ម័គ្រចិត្តមួយក្នុងចិត្តថាអ្នកបានធ្វើឲ្យពិភពលោកល្អឡើងតិចតួចហើយគឺគាត់ញឹមទៅមើលព្រះច័ន្ទពន្លឺលើមុខគាត់ដូចជាក្មេងប្រុសដែលធ្លាប់ស្រមៃឃើញអាណានិងសារីពេលនោះគាត់ដឹងថាពួកគេនៅជាមួយគាត់ជានិច្ចពេលយប់អាវីននៅតែសំឡេងស្រែកក្នុងសុបិនសូសារីនិងអាណាដូចជាអំពាវនាវគាត់ការងារជាអ្នកស្រាវជ្រាវកុមារផ្លូវចិត្តធ្វើឲ្យគាត់ជួបករណីស្រដៀងគ្នាមានក្មេងប្រុសម្នាក់ឈ្មោះម៉ារីសុនអាយុ12ឆ្នាំត្រូវបានចោទថាបានចាក់មិត្តសហសាលាករណីនេះធ្វើឲ្យអាវីនរំខានចិត្តខ្លាំងគាត់ស្នើសុំចូលរួមជាជំនួយការផ្លូវចិត្តក្នុងករណីនេះនៅពេលជួបម៉ារីសុនក្នុងបន្ទប់ពិភាក្សាអាវីនឃើញភ្នែកដែលស្រដៀងនឹងរបស់ខ្លួននៅអាយុ14ឆ្នាំភ្នែកដែលមានភាពខ្លាចប៉ុន្តែជាមួយភាពលាក់លៀមនៃការព្យាយាមជឿថាខ្ញុំមិនអាក្រក់ទេអាវីនម៉ារីសុនអ្នកមានអារម្មណ៍យ៉ាងណាពេលគេនិយាយថាអ្នកជាមនុស្សអាក្រក់ម៉ារីសុនខ្ញុំគិតថាពេលខ្លះពួកគេត្រឹមតែខកខានមិនស្ដាប់ខ្ញុំទេពីពាក្យនោះធ្វើឲ្យអាវីនត្រឡប់ទៅអតីតកាលពេលគាត់ត្រូវគេប្តឹងដោយគ្មានភស្តុតាងបេះដូងគាត់រំខានតែគាត់និយាយស្រទន់ក៏ខ្ញុំយល់ហើយហេតុនេះហើយដែលខ្ញុំស្នើសុំឲ្យពិភាក្សាដោយស្ដាប់អ្នកមុននឹងសម្រេចក្រោយការសិក្សាអាវីនរកឃើញថាម៉ារីសុនមានបញ្ហាផ្លូវចិត្តចេញពីការគ្មានម្ដាយនិងការបំពានដោយឪពុកចុងករណីនេះបង្ហាញថាការបង្ហាញអំពើហិង្សាមិនមែនមកពីសេចក្តីអាក្រក់ទេប៉ុន្តែជាផលនៃស្នាមរបួសមិនអាចព្យាបាលមួយយប់ក្រោយមកអាវីនត្រឡប់ទៅសួនកាលពីក្មេងកនលែងដែលសារីនិងអាណាត្រូវបានស្លាប់គាត់អង្គុយលើសាឡុងចាស់យំស្រទន់ភ្លៀងស្រាលធ្លាក់ចុះគាត់និយាយទៅក្នុងខ្យល់ក៏ខ្ញុំគិតថាខ្ញុំអាចរស់ដោយមិនត្រូវតស៊ូជាមួយអតីតកាលតែពិតប្រាកដហើយខ្ញុំត្រូវរស់ជាមួយវាដើម្បីកុំឲ្យក្មេងដទៃរងដូចខ្ញុំភ្លៀងធ្លាក់តាមភ្នែកគាត់ដូចជាការលាងចោលអារម្មណ៍ទុកជ្រៅប៉ុន្មានខែបន្ទាប់អាវីនបង្កើតមជ្ឈមណ្ឌលមួយឈ្មោះ
បេះដូងស្ដាប់នៅទីក្រុងដាវ៉ាវវាជាកន្លែងទទួលក្មេងដែលមានបញ្ហាផ្លូវចិត្តឬត្រូវគេបដិសេធគាត់ប្រើប្រាស់ជីវិតរបស់ខ្លួនជាគំរូសម្រាប់ក្មេងទាំងនោះគាត់និយាយក្នុងពិធីបើកខ្ញុំមិនមែនជាមនុស្សល្អល្អិតទេតែខ្ញុំជាមនុស្សដែលបានឃើញភាពងឹតនិងសម្រេចចិត្តមិនឲ្យវាគ្រប់គ្រងប្រសិនបើពន្លឺតូចមួយអាចបំភ្លឺភាពងឹតបានក៏ចិត្តមនុស្សម្នាក់អាចផ្លាស់ប្ដូរពិភពលោកបានដែរមនុស្សជាច្រើនយំពីអ្នកបង្រៀនដល់អ្នកចូលរួមទូរទស្សន៍ក្នុងស្រុកផ្ដល់ឱកាសឲ្យអារវីននិយាយអំពីបទពិសោធន៍នេះជាសាធារណៈនៅចុងរដូវក្តៅអារវីនទទួលសម្បត្តិមួយពីមិត្តចាស់លូកាសអារវីនខ្ញុំបានទៅថតភាពយន្តឯកសារអំពីអ្នកវានឹងមានចំណងជើងថាខ្ញុំចង់ពិភពលោកឃើញថាក្មេងដែលធ្លាប់រងទុក្ខអាចក្លាយជាមនុស្សដែលស្ដាប់ជ្រៅជាងគេពេលអារវីនអានសម្បត្តិនោះគាត់ញញឹមស្រាលខ្យល់បក់ពីសមុទ្រមកទៀតមានសូរសត្វតូចបក់លើស្លឹកគាត់ដកដង្ហើមជ្រៅហើយសរសេរឆ្លើយតបកលូកាសខ្ញុំមិនចង់ឲ្យរឿងនេះក្លាយជារឿងសោកទេខ្ញុំចង់ឲ្យវាជារឿងអំពីសេចក្តីសង្ឃឹមព្រោះជីវិតមិនមែនចប់នៅពេលដែលអំពើអាក្រក់កើតឡើងទេតែចាប់ផ្ដើមនៅពេលយើងសម្រេចចិត្តស្រឡាញ់វិញយប់មួយក្រោយមកអារវីនស្ដាប់សូរខ្យល់គាត់ទៅសូរស្ម័គ្រចិត្តមួយក្នុងចិត្តថាអ្នកបានធ្វើឲ្យពិភពលោកល្អឡើងតិចតួចហើយគឺគាត់ញឹមទៅមើលព្រះច័ន្ទពន្លឺលើមុខគាត់ដូចជាក្មេងប្រុសដែលធ្លាប់ស្រមៃឃើញអាណានិងសារីពេលនោះគាត់ដឹងថាពួកគេនៅជាមួយគាត់ជានិច្ចអ្នកថតនិងអ្នកនិពន្ធស្ដីពីរឿងពិតនៃក្មេងប្រុសដែលធ្លាប់ជាជនសង្ស័យប៉ុន្តែបានប្រែជាមនុស្សជួយសង្គមពីរឿងអាបាតនៃកុមារភាពទៅជាការស្ថាបនាថ្មីនៃជីវិតលោកកាសបានទៅសម្ភាសគ្រួសារពិតនៅភូមិដែលអារវីនធ្លាប់រស់អ្នកភូមិខ្លះមិនជឿថាគាត់នឹងត្រឡប់មកវិញដើម្បីជួយអ្នកដទៃប៉ុន្តែពេលគាត់ត្រឡប់មកស្លៀកអាវពណ៌សាមញ្ញមានសៀវភៅនឹងក្មេងជុំវិញគេបានយំអ្នកភូមិចាស់ម្នាក់និយាយកាលពីមុនខ្ញុំគិតថាវាមិនអាចសង្ស័យខុសបានទេតែថ្ងៃនេះខ្ញុំឃើញថាយើងខុសគាត់មិនត្រឹមតែរស់រៀនបានទេតែគាត់ធ្វើឲ្យក្មេងជាច្រើនរស់ឡើងវិញផងដែរគឺភាពយន្តនេះមានចំណងជើងថាដូចដែលលូកាសសន្យាវាត្រូវបានបង្ហាញជាថ្មីនៅក្នុងព្រឹត្តិការណ៍ភាពយន្តអន្តរជាតិម៉ានីឡាពេលរឿងបញ្ចប់សមាជិកទាំងអស់នៅក្នុងហាលស្នើសុំឲ្យអារវីនឡើងនិយាយអារវីនឡើងឈរលើឆាកដោយភ្លឺភ្នែកជាមួយពន្លឺមុខមនុស្សរាប់រយគាត់និយាយស្រាលខ្ញុំមិនមែនជាមនុស្សពិសេសទេខ្ញុំគ្រាន់តែជាក្មេងម្នាក់ដែលធ្លាប់ត្រូវគេចោទប្រកាន់ដោយមិនស្ដាប់សូរពេលនោះខ្ញុំគិតថាពិភពលោកគ្មានអ្នកស្ដាប់ទេតែថ្ងៃនេះខ្ញុំដឹងហើយថាសូរដ៏ស្ងៀមស្ងាត់បំផុតអាចផ្លាស់ប្ដូរអ្វីបានពេលនិយាយចប់គាត់ទទួលបានការសរសើរយ៉ាងខ្លាំងមនុស្សជាច្រើនមកអបគាត់បង្ហាញការគោរពនិងក្តីស្រឡាញ់ប៉ុន្មានខែបន្ទាប់អារវីនត្រឡប់ទៅសាលាដែលពេលក្មេងគាត់ធ្លាប់រៀនគាត់ឃើញក្មេងលេងបាល់នៅកន្លែងដែលកាលពីមុនជាទីកន្លែងកើតហេតុសោកសៅឥឡូវវាក្លាយជាសួនកុមារគាត់អង្គុយសរសេររឿងមួយក្នុងសៀវភៅថ្មីរបស់គាត់ឈ្មោះកសូរខ្យល់នៅចិត្តក្មេងវាជាសៀវភៅសម្រាប់អ្នកអប់រំនិងមនុស្សដែលធ្លាប់រងការឈឺចាប់ក្នុងអារម្មណ៍ស្ងប់ស្ងាត់នោះអារវីនសរសេរពាក្យចុងក្រោយក្នុងសៀវភៅពេលខ្យល់បក់ពីសមុទ្រមកវាមិននាំតែភាពត្រជាក់ទេប៉ុន្តែវានាំសូរនៃសេចក្តីសង្ឃឹមខ្ញុំបានស្ដាប់វាហើយឥឡូវនេះខ្ញុំដឹងថាខ្យល់នោះមិនមែនសំឡេងពីក្រៅទេតែជាសំឡេងពីក្នុងចិត្តយើងផ្ទាល់គាត់បិទសៀវភៅភ្លៀងស្រាលធ្លាក់លើបងអ៊ូចសូរខ្យល់នាំសូរច្រៀងក្មេងពីចម្ងាយអារវីនញឹមស្រាលហើយនិយាយស្រទន់គឺសូរសារីអាណាខ្ញុំសង្កួរបានហើយគឺពន្លឺថ្ងៃលិចប៉ះលើមុខគាត់បង្កើតពន្លឺមាសត្នោតស្រស់ស្អាតជីវិតបានបិទជំពូកសោកសៅប៉ុន្តែបើកជំពូកថ្មីនៃសេចក្តីស្រឡាញ់រឿងភាពយន្តដែលលូកាសផលិតបានទទួលការពេញនិយមយ៉ាងច្រើនវាមិនមែនត្រឹមតែទទួលបានរង្វាន់នៅទីក្រុងម៉ានីឡាទេប៉ុន្តែត្រូវបានអញ្ជើញបង្ហាញនៅបារាំងអារវីនត្រូវបានអញ្ជើញទៅក្នុងព្រឹត្តិការណ៍នោះជាអ្នកអញ្ជើញពិសេសពេលដំណើរកម្សាន្តនេះចាប់ផ្ដើមអារវីនជើងមិនដែលចូលដំណើរចេញក្រៅប្រទេសសោះគាត់មើលពីបង្អួចយន្តហោះចំពោះប្រកបភ្នែកគាត់មានទឹកភ្នែកពេញមិនមែនដោយសោកទេប៉ុន្តែដោយក្តីសង្ឃឹមខ្ញុំធ្លាប់ជាក្មេងម្នាក់នៅភូមិតូចមួយតែឥឡូវនេះខ្ញុំកំពុងហោះទៅបារាំងគាត់និយាយក្នុងចិត្តនៅបារាំងភាពយន្តត្រូវបានបង្ហាញមុខមនុស្សរាប់ពាន់នាក់មនុស្សស្គាល់រឿងនេះមិនមែនត្រឹមតែជារឿងសោកសៅនៃក្មេងម្នាក់ទេប៉ុន្តែជារឿងស្ដីពីសមត្ថភាពរបស់មនុស្សក្នុងការផ្លាស់ប្ដូរជីវិតក្រោយបញ្ចប់ភាពយន្តគាត់បានទទួលសំណើសម្ភាសពីទូរទស្សន៍អន្តរជាតិអ្នកសារព័ត៌មានសួរគាត់តើអ្នកគិតថាអ្វីធ្វើឲ្យអ្នកអាចផ្លាស់ប្ដូរពីជនសង្ស័យកាលពីក្មេងទៅជាអ្នកជួយសង្គមដល់ក្មេងអារវីនញឹមស្រទន់ព្រោះមានមនុស្សតែម្នាក់ដែលស្ដាប់ខ្ញុំក្មេងដែលមានអ្នកស្ដាប់គាត់នឹងមិនរលត់ក្នុងភាពងឹតទេអ្នកណាក៏អាចក្លាយជាមនុស្សនោះបានដែរអ្នកសារព័ត៌មានស្ងៀមសូរកោតសរសើរចេញពីមនុស្សជាច្រើននៅទីនោះបន្ទាប់មកអារវីនត្រូវបានអញ្ជើញឲ្យទៅនិយាយក្នុងសន្និសីទអន្តរជាតិអំពីការពារកុមារនិងការយល់ដឹងផ្លូវចិត្តគាត់ឈរលើឆាកដ៏ធំមួយដែលមានអ្នកចូលរួមជាង30ប្រទេសគាត់និយាយដោយសូរសំឡេងដូចក្មេងប្រុសកាលពីមុនប៉ុន្តែពោពេញដោយទំនុកចិត្តកុមារមិនត្រូវការអ្វីសម្បូរបែបដើម្បីរស់ពួកគេចង់ឲ្យអ្នកស្ដាប់ក្មេងដែលត្រូវបានស្ដាប់គឺក្មេងដែលនឹងមានសុវត្ថិភាពក្នុងចិត្តយើងមិនអាចផ្លាស់ប្ដូរអតីតកាលបានទេប៉ុន
តែយើងអាចផ្លាស់ប្ដូរពេលបច្ចុប្បន្នរបស់ក្មេងរាប់ពាន់នាក់យីសូទែដៃដ៏រឹងមាំនិងយូរបំផុតបានកើតឡើងនៅពេលនោះអាវីនដឹងថាគាត់បានក្លាយជាមនុស្សដែលគាត់ធ្លាប់ស្រមៃនៅអាយុ14ឆ្នាំបន្ទាប់ពីសន្និសីទនោះអាវីនបានបង្កើតគម្រោងអន្តរជាតិឈ្មោះដែលជាគម្រោងផ្ដល់ការពិគ្រោះផ្លូវចិត្តឥតគិតថ្លៃសម្រាប់កុមារដែលរងទុក្ខនៅអាស៊ីអាគ្នេយ៍គាត់ដឹកនាំក្រុមអ្នកជំនាញយុវជនជាច្រើនពីប្រទេសដទៃទៀតមជ្ឈមណ្ឌលដើមនៅហ្វីលីពីនក៏បានពង្រីកទៅកម្ពុជាថៃវៀតណាមនិងឡាវនៅក្នុងកម្មវិធីបើកសាខាថ្មីគាត់មើលក្មេងជាច្រើនញឹមសើចនិងចាប់ដៃគ្នាលេងគាត់គិតថាកាលពីមុនទីនេះមានតែភាពងឹតក្នុងចិត្តខ្ញុំតែឥឡូវវាក្លាយជាកន្លែងដែលមានសូរសង្ឃឹមនិងពន្លឺយប់មួយក្រោយមកគាត់ត្រឡប់ទៅកន្លែងកំណើតកន្លែងដែលកាលពីមុនជាគ្រោះថ្នាក់ប៉ុន្តែឥឡូវបានក្លាយជាសួនកុមារក្មេងជាច្រើនកំពុងលេងបាល់និងជិះកង់អាវីនអង្គុយលើសាឡុងថ្មក្រោមដាំដូងខ្យល់បក់សូរសាច់ក្មេងចូលត្រចៀកគាត់ដកដង្ហើមជ្រៅខ្ញុំរស់រានហើយខ្ញុំស្ដាប់បានពេលនេះខ្ញុំមិនស្ដាប់តែខ្យល់ទេតែស្ដាប់សូរពិភពលោកក៏ភ្លៀងស្រាលធ្លាក់សូរទឹកភ្លៀងប៉ះលើដីស្រទន់ដូចសូរនៃសេចក្តីសង្ឃឹមព្រឹកថ្ងៃនោះនៅទីក្រុងកេនេវ៉ាមានមនុស្សជាង 2000 នាក់មកស្ដាប់សុន្ទរកថារបស់បុរសម្នាក់ដែលពួកគេហៅថាគាត់ស្លៀកខោអាវសាមញ្ញប៉ុន្តែភ្នែកពោពេញដោយសេចក្តីស្ងប់ស្ងាត់សុន្ទរកថារបស់ហ្វីលីពីនបានចាប់ផ្ដើមជាសូរខ្យល់ស្ងួតតាមឡាយឡុងសន្និសីទគាត់ដើរឡើងលើឆាកបញ្ឈប់មួយផ្លែតហើយនិយាយថាពេលខ្ញុំក្មេងខ្ញុំគិតថាខ្យល់គ្រាន់តែបក់ប៉ុណ្ណោះប៉ុន្តែថ្ងៃមួយខ្ញុំបានស្ដាប់វាខ្យល់និយាយជាសូរនៃមនុស្សដែលខាតបង់វាសូរអំពីក្មេងដែលមិនមានអ្នកស្ដាប់វាប្រាប់ខ្ញុំថាសូររបស់ពួកគេកំពុងរងចាំឲ្យនរណាម្នាក់យកទៅបញ្ជូនកូសាឡាស្ទើរតែស្ងៀមស្ងាត់មានតែសូរខ្យល់តាមបង្អួចហ្វីលីពីនបន្តដោយសំឡេងទន់ស្រទន់ក៏ខ្ញុំធ្លាប់គិតថាអតីតកាលរបស់ខ្ញុំជាបន្ទុកប៉ុន្តែឥឡូវខ្ញុំដឹងថាវាជាអំណោយដោយសារអតីតកាលនោះខ្ញុំអាចយល់ពីការឈឺចាប់របស់អ្នកដទៃដោយសារអតីតកាលនោះខ្ញុំអាចស្ដាប់ដោយបេះដូងមិនមែនតែដោយត្រចៀកទេជាសំឡេងស្ងាត់ទៅស្រទន់គាត់ដើរចូលទៅកាន់ផ្នែកមុខឆាកហើយបន្តនិយាយជាភាសាហ្វីលីពីនញឹមស្រទន់មើលទៅកាន់ទស្សនិកជនជាច្រើនប្រទេសដែលមានភ្នែកចាស់ពោពេញទឹកភ្នែកខ្ញុំមិនមែនជាវីរបុរសទេខ្ញុំគ្រាន់តែជាក្មេងម្នាក់ដែលធ្លាប់ត្រូវលើកឡើងដោយខ្យល់ខ្ញុំបានរៀនថាការលះបង់អាចក្លាយជាការសង្ស័យប៉ុន្តែការយល់ដឹងអាចក្លាយជាសេចក្តីស្រឡាញ់ហើយបើសិនអ្នកណាម្នាក់នៅទីនេះកំពុងមានអារម្មណ៍ថាត្រូវបានបំភ្លេចសូមស្ដាប់ខ្យល់ម្ដងទៀតខ្យល់នោះនឹងប្រាប់អ្នកថាអ្នកមិននៅអញទេជាសូរចាប់តបសូរជើងដៃពីមនុស្សរាប់ពាន់នាក់បន្ទាប់មកអាវីននិយាយបន្ថែមថាទៅថ្ងៃនេះខ្ញុំសូមឲ្យពិភពលោកយល់ថាការព្យាបាលចិត្តមនុស្សមិនមែនចាប់ផ្ដើមពីថ្នាំឬពីអភ័យទោសទេវាចាប់ផ្ដើមពីការស្ដាប់សូមស្ដាប់កុមារស្ដាប់ស្ត្រីស្ដាប់អ្នកដែលស្ងៀមស្ងាត់ពួកគេនិយាយតាមខ្យល់ពេលគាត់និយាយចប់មនុស្សទាំងសាលាឈរឡើងប៉ះដៃយូរមិនឈប់ទាំងភ្លឺទាំងស្រទន់សូរខ្យល់នៅក្រៅបង្អួចដូចជាសូរតបសូរដោយសន្តោសហ្វីលីពីនបិទភ្នែកស្រមៃឃើញមុខក្មេងដែលធ្លាប់បាត់បង់គាត់និយាយក្នុងចិត្តថាបើខ្ញុំបានបញ្ជូនសូររបស់អ្នកទៅពិភពលោកហើយឥឡូវនេះអ្នកអាចស្ងប់បានហើយ